វិភាគកតេបណ្ឌិតខុងជឺស្ថានភាពដ៏គួរឲ្យអស់សង្ឃឹមមិនដែលកើតមាននោះឡើយមានតែដំណោះស្រាយដែលមិនត្រឹមត្រូវប៉ុណ្ណោះមានមនុស្សជាច្រើនដែលតែងតែកើតនៅអារម្មណ៍ថាអស់សង្ឃឹមរាល់ពេលទាល់តម្រេះក្នុងការធ្វើអ្វីមួយដែលមិនសមតាមបំណងឬរាល់ពេលដោះស្រាយបញ្ហាអ្វីមួយអស់ពីសមត្ថភាពពាក្យថាអស់សង្ឃឹមមួយម៉ាត់នេះស្មើនឹងការបោះបង់ហើយបើទោះបីជាអាចបន្តដោះស្រាយក្នុងលក្ខខណ្ឌណាមួយក៏ពាក្យថាអស់សង្ឃឹមវាបានបំបាក់ទឹកចិត្តយើងអស់ 50% ទៅហើយបើត្រឹមតែពោលពាក្យនេះចោលវាមិនប៉ះពាល់ក្នុងការបន្តរកដំណោះស្រាយប៉ុន្មានទេតែប្រសិនបើពាក្យថាអស់សង្ឃឹមវាកំពុងតែកើតមានក្នុងអារម្មណ៍យើងវិញនោះគឺស្មើនឹងចាញ់ហើយពាក្យដែលងាយយល់បំផុតគេតែនិយាយថាមានបញ្ហាតែងតែមានដំណោះស្រាយប៉ុន្តែដំណោះស្រាយនោះប្រៀបដូចជាកូនសោមួយគ្រាប់ដែលនៅបង្កប់ខ្លួនក្នុងចំណោមកូនសោរាប់លានគ្រាប់ផ្សេងទៀតចំណុចនេះហើយដែលកតេបណ្ឌិតខុងជឺលោកពោលថាស្ថានភាពដ៏គួរឲ្យអស់សង្ឃឹមមិនដែលកើតមាននោះឡើយមានតែដំណោះស្រាយដែលមិនត្រឹមត្រូវប៉ុណ្ណោះឬមានតែកូនសោដែលមិនត្រឹមត្រូវប៉ុណ្ណោះជាការពិតខ្ញុំមិនអាចហាមឃាត់នរណាម្នាក់មិនឲ្យកើតមានអារម្មណ៍អស់សង្ឃឹមនោះទេប៉ុន្តែខ្ញុំគ្រាន់តែចង់លើកទឹកចិត្តថាការអស់សង្ឃឹមកើតមានចំពោះតែមនុស្សស្លាប់ប៉ុណ្ណោះឃ្លាមួយក្នុងសៀវភៅប្រតិទិនទស្សនៈ222ថ្ងៃបានពោលថាចិត្តគំនិតស្របគ្នាពិតប្រាកដគឺហៅថាកតេបណ្ឌិតឬបញ្ញាញាណមែនហើយខ្ញុំឯកភាពនៅទស្សនៈឃ្លានេះព្រោះចិត្តដែលមិនកើតមាននៅអារម្មណ៍អស់សង្ឃឹមហើយមានឆន្ទៈក្នុងការបដិញ្ញាស្របនឹងគំនិតដែលឆ្លៀវឆ្លៀសក្នុងការត្រេះរិះគ្រប់វិធីវានឹងបង្កើតបានជាបញ្ញាញាណហើយបញ្ញាញាណនឹងនាំយើងឆ្ពោះទៅរកដំណោះស្រាយដ៏ត្រឹមត្រូវ